Ok,ដើម្បី start develop Spring Boot project ជាដំបូងយើងចូលកាន់ website Spring Boot Initializer ដែលមាន address start.spring.io រួច enter នៅពេលដែលផ្ទាំង Spring Initialize បង្ហាញដោយរូបភាពខាងក្រោមគឺតម្រូវយើងធ្វើការជ្រើសរើសដើម្បីបង្កើត project Spring ទាំងមូលតែម្ដងអញ្ចឹងអ្វីដែលយើងឃើញដំបូងគេគឺជា project គឺការរៀបចំកូដរចនាសម្ព័ន្ធរបស់កូដនិងការកំផាល់កូដស្របទៅតាមគោលការណ៍ដែលគេបានកំណត់ចំនួន3អញ្ចឹងទី1គឺ Gradle Groovy ភាសា Groovy និង Gradle Kotlin ហើយមួយទៀតគឺ Maven Apache Maven អញ្ចឹងនៅត្រង់ចំណុចនេះគឺinitializer វាបានកំណត់ default ឲ្យជ្រើសរើស Maven ហើយ Maven គឺជាការគ្រប់គ្រងកូដ Java តាមលក្ខណៈ POM ដែលយើងអាចសិក្សាបន្ថែមទៅលើ Apache Maven អញ្ចឹង language សម្រាប់បង្កើត Spring Boot នៅត្រង់ចំណុចនេះមាន3ជម្រើសគឺភាសា Java, Kotlin និង Groovy ហើយជាទូទៅគឺយើងប្រើប្រាស់ភាសា Java ហើយក៏ជាការកំណត់ជា default language ពេលយើងបើក Spring Initializer របស់យើងផងដែរ Spring Boot ជា version ចំនួននៃ Spring Boot នឹងមកដល់ចំនួនណាមកហើយមកដល់ថ្ងៃនេះអញ្ចឹង version 4.1.0 គឺជាជម្រើស default ចុងក្រោយដែល Spring Initializer កំណត់ឲ្យយើងអាចជ្រើសរើសផ្សេងដែលវា recommend ដែលមានតែចំណត់ប្រមាណហ្នឹងប៉ុន្តែយើងជ្រើសរើស version 4.1.0 ជា version ចុងក្រោយ project metadata នេះគឺជាការកំណត់ឈ្មោះកំណត់លក្ខខណ្ឌផ្សេងអញ្ចឹងនៅត្រង់ group ជាទូទៅគឺយើងសំដៅទៅលើឧទាហរណ៍ថាយើងមានស្ថាប័នយើងមួយដែលមានឈ្មោះថា example.com នៅលើគេហទំព័រអញ្ចឹង group វាគឺជា reverse នៃ company របស់យើង example.com អញ្ចឹងវា reverse ឲ្យទៅជាទម្រង់ standard គឺ com.company អញ្ចឹងវា company ឈ្មោះសឿន artifact គឺជាកន្លែងដែលប្រើប្រាស់សម្រាប់ compile ចាកូដឬក៏ raw កូដនឹងដោយយកទៅតាមទម្រង់ឈ្មោះរបស់artifact អញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំដាក់ថា artifact របស់យើងគឺ hello world អូខេអញ្ចឹងយើងមើលទៅវាឡើងកន្ត្រង់ package name វានឹងបំពេញឲ្យដោយ group បូកជាមួយនឹង artifact អញ្ចឹង package name ជាអ្វី package name គឺជាទីតាំងឬក៏ folder structure សម្រាប់ទុក Java source code អញ្ចឹងនៅពេលដែលយើងបំពេញ group name hello world វានឹង automatic បង្កើតជា package name ដែលជា folder របស់យើងគឺនឹងចូលទៅ folder com folder soon folder hello world អញ្ចឹងនឹងឃើញមាន Java file នៅក្នុង src folder មួយទៀត package គឺជាការខ្ចប់ program ទាំងមូលឲ្យទៅជា file jar ឬក៏ជា file war នៅក្នុងត្រង់ចំណុចនេះគឺមានពីរជម្រើសទេគឺ jar ឬ war គឺយើងអាចជ្រើសរើសមួយណាក៏បានប៉ុន្តែសម្រាប់បើសិនយើង build យកទៅ deploy នៅលើ Tomcat យើងអាចជ្រើសរើស war ប៉ុន្តែសម្រាប់បច្ចុប្បន្នយើងធ្វើការ test យើងអាចជ្រើសរើសយក jar សិនក៏បានពេលក្រោយយើងអាចធ្វើការដូរ configuration មានន័យថាproject នឹង read configuration នានាតាមរយៈ configuration option នេះគឺទីមួយគឺប្រសិនបើយើងជ្រើសរើស property វានឹងបង្កើត file មួយ application.property សិនយើងយក YAML គឺវានឹងបង្កើត application.yaml.yml
ចឹងយើងយក default មួយទៀតគឺ Spring Boot ដំណើរការដោយ Java ដូច្នេះយើងត្រូវជ្រើសរើសយក version របស់ Java ដែលយើងបាន install នៅក្នុង machine របស់យើងតើវា version latest របស់វាប៉ុន្មានប៉ុន្តែឲ្យស្របទៅលើ Spring Boot ចឹងយើងមើលថា Spring Boot 4.1 ហ្នឹងគឺវា support version Java ប្រហែលឡើងចឹងវាសម្រាប់បច្ចុប្បន្នវា automatic default ឲ្យ version 17 dependency គឺជាកន្លែងជ្រើសរើស package ដើម្បីទៅadd on បន្ថែមទៅលើ project របស់យើងមានន័យថា project របស់យើងត្រូវការ component ផ្សេង dependency ផ្សេងអញ្ចឹងយើង dependency ដែល basic បំផុតសម្រាប់ Spring Boot នៅក្នុងឧទាហរណ៍ Hello World របស់យើងគឺយើងជ្រើសរើសតែមួយមកគឺ Spring Web យើង select បន្ទាប់ពីយើងបាន select ហើយគឺយើងអាចធ្វើការgenerate អញ្ចឹងយើង click លើ generate នៅពេលយើង click ទៅលើ generate វានឹងបាន download hello world.zip មួយទៅកាន់ folder download អញ្ចឹងយើងគ្រាន់តែ copy វាចេញទៅដាក់ទីតាំងកន្លែងណាឬក៏យើងបើកនៅក្នុងកន្លែងទីតាំងនឹងតែម្ដងក៏បានផាសវាបន្តមកទៀតយើងធ្វើការ extract អញ្ចឹងដោយសារតែខ្ញុំប្រើ WinRAR ខ្ញុំអាច right click extract here អូខេខ្ញុំនឹងបាន folder hello world ហ្នឹងណា delete zip នេះចោលទៅដែលត្រូវការហើយខ្ញុំចូលទៅកាន់ folder hello world ហ្នឹងនៅលើ address bar ខ្ញុំបាច់ cmd រួច enter វានឹងបង្ហាញcmd.exe ឬក៏ windows command prompt អញ្ចឹងខ្ញុំចង់បើក run code របស់ខ្ញុំ IDE Visual Studio Code ដូច្នេះខ្ញុំគ្រាន់តែ wait បាត់ code ដក clear រួច dot អញ្ចឹង dot តំណាងឲ្យ current folder ដែលយើងកំពុងឈរនៅគឺ my Spring Boot Hello World ដែលយើង download អញ្ចឹង dot នេះគឺតំណាងយើងឈរនៅក្នុងហ្នឹងរួច enter ដល់ពេលយើង enter Visual Studio Code វានឹងបើកដោយស្វ័យប្រវត្តិនៅ folder project Hello World របស់យើងអូខេនេះជា structure project Java Apache Maven ណាយើងបង្កើតគឺនេះ Java com Sien Hello World នេះគឺជា project package name ណាអញ្ចឹង Java source file ដែលវាបង្កើតឲ្យដំបូងគេគឺ project name របស់យើងគឺ Hello World package name របស់យើង Hello World ហើយ application យើងមើលជាទូទៅ Java គឺ run ចេញពី main សូត្រដំបូងគេគឺ main អញ្ចឹងយើងត្រូវចាំនេះជាកន្លែងដែល Java វា run ចេញអញ្ចឹងដល់ពេលយើងបាន default Spring Boot application Hello World របស់យើងប៉ុណ្ណឹងហើយយើងអាចធ្វើការ run សារល្បងបានប៉ុន្តែយើងមកពិនិត្យមើលដោយសារតែយើងជ្រើសរើស project Maven ដូច្នេះវា project Maven វាពឹងផ្អែកទៅលើ configuration ឈ្មោះថា pom.xml យើងចូលមើលអញ្ចឹងអ្វីដែលយើងជ្រើសរើសពីកន្លងមកគឺយើងវានឹងកត់ត្រានៅត្រង់ចំណុចនេះដែរគឺ model version Spring Boot 4.0 ណា 4.1.0 ហើយ group com.sien artifact id hello world អញ្ចឹង hello world នេះវានឹងយកទៅធ្វើជាឈ្មោះ project និង snapshot នេះវាកំណត់ឲ្យដោយស្វ័យប្រវត្តិហើយ Java ដែលយើងជ្រើសរើស version 17អញ្ចឹងកន្លែង dependency យើងជ្រើសរើសជាទូទៅយើងជ្រើសរើសកាលពីកន្លងឡើយយើងជ្រើសរើស dependency មួយដែលគឺជាយើងជ្រើសរើសយក web Spring Boot អញ្ចឹងគឺ web MVC ណាគឺ web MVC នេះហើយ
ពីរនេះគឺវាមកដោយស្វ័យប្រវត្តិដើម្បី support នៅ project របស់យើងអញ្ចឹងយើងមាន test ហើយនិង plugin អូខេអញ្ចឹងដើម្បី run project យើងចូលមក application Hello World របស់យើងហ្នឹងអញ្ចឹងនៅត្រង់ចំណុចនេះយើងឃើញសញ្ញា run Java យើងអាចចុចលើសញ្ញាព្រួយនេះមកហើយយើងคลิกយក run Java អញ្ចឹងនៅត្រង់ចំណុចនេះវានឹងបង្ហាញនេះ tab terminal បង្ហាញអំពីការ starting program អញ្ចឹងវាមាន log ឲ្យយើងមើល start log នេះវាមានលក្ខណៈបន្ទាត់អញ្ចឹងវាយើងមើលទៅអ្នកឃើញថា Tomcat start on port វាសរសេរអត់ Tomcat start on port 80ហើយមួយទៀតយើងនៅពេលដែលយើងចុច run Java យើងមកមើលខ្លងចំណុចនេះយើងសង្កេតឃើញថាវាមានចំណុច2ទី1គឺយើងអាច restart application របស់យើងមួយទៀតយើងចុច stop អញ្ចឹងដោយសារយើងកំពុង running ណាយើងមើលទៅ running port អញ្ចឹងវាមានTomcat អញ្ចឹងដោយស្វ័យប្រវត្តិវានឹង embed Tomcat ចូលក្នុង project ហ្នឹងអញ្ចឹងយើងចូលអាចធ្វើដំណើរការតេស្តសាកល្បងតើវាដើរអត់អញ្ចឹងជាទូទៅយើង port 80យើង run ពី local យើងគឺ http /localhost 280 នេះអញ្ចឹងវាដើរប៉ុន្តែវា through error ដោយសារតែវាមិនដឹងថាទៅ page ណាទៅណាវាអត់កំណត់ default page ឲ្យយើងទេអញ្ចឹងជាទូទៅវាមានដូចជា home អីចឹងជាដើមណាអញ្ចឹងវាថាវាអត់ឃើញទេអា slash ហ្នឹងអញ្ចឹងនេះបញ្ជាក់ថាSpring Boot project របស់យើងគឺដំណើរការដល់ខ្ញុំ stop អញ្ចឹងដោយសារតែវាraw អត់ឃើញឬក៏ page អត់ឃើញគឺយើងត្រូវបង្កើត controller វាមួយឲ្យវាមួយដើម្បីកំណត់ថាឲ្យវាចង់ទៅណាអញ្ចឹងនៅក្នុងsource code នេះយើង right click យក new java យកខ្លះហើយយើងដាក់ឈ្មោះឲ្យ file របស់យើងឬក៏ input class name អញ្ចឹងនៅក្នុងការតម្រង់នៃ input class name គឺយើងត្រូវ follow តាម command cache ដល់ឈ្មោះ controller name ហើយនឹង controller អញ្ចឹង name controller ខ្ញុំអាចដាក់ថា my first controller ណាត្រូវ follow enter មកវានឹងបង្កើត my first controller.java រួមជាមួយនឹង class name controller.java អញ្ចឹងនៅពេលដែលយើងបាន class name យើងត្រូវតែ annotation ឲ្យ class នឹងថាវាជា controller ប៉ុន្តែសម្រាប់ឥឡូវយើងឲ្យវាជា REST controller ដោយសារតែយើងអត់ទាន់មាន static web static page file អញ្ចឹង REST controller អញ្ចឹងយើងនៅពេលដែលបាន REST controller វានឹងកាត់ function ដើម្បី map ចេញពី browser ឲ្យទៅ execute function តាមរយៈ controller ហ្នឹងអញ្ចឹងនៅក្នុង web browser របស់យើងវាយើងឲ្យថា home ណាអញ្ចឹងវានឹងមកវាមករក home នៅក្នុងនេះតា home ហ្នឹងភ្ជាប់ទៅកាន់ method មួយណាដើម្បីបង្ហាញអញ្ចឹងនៅពេលដែលយើងវាយទៅលើ browser ដូចថា80/home ហ្នឹងគេហៅថា get អញ្ចឹងយើង annotation ឲ្យថា get mapping មួយមកពេលយើង server ប៉ុណ្ណឹងគឺវានឹងស្វ័យប្រវត្តិឲ្យយើងបន្ថែមវាខ្ញុំដាក់ថា home ពោះ function name យើង method នេះយើងដាក់ស្អីក៏បានដែរ my home
ត្រង់ parameter យើងកុំទាន់ប្រើប្រាស់វាយើងទុក blank ចោលដល់ពេលយើងលុប parameter ខាងក្នុងនេះអញ្ចឹងនេះវាប្រាប់ថាអត់មានប្រើប៉ុន្តែវាមិនមែនជា error ទេគាត់ថាវាថា import មកអត់ប្រើអញ្ចឹងយើងអាច delete វាចោលអញ្ចឹង return យើង return string ដើម្បីចង់ដឹងយើងដាក់ថា h2 welcome home page h2 អូខេអញ្ចឹងយើងបានយើង save មួយ control S save ហើយយើងធ្វើការ run សារទៀតអញ្ចឹងយើងមកកាន់ web page យើងលុបសារ home អូខេអញ្ចឹងបើសិនបើយើងអត់ដាក់អីទេច្បាស់ជាវា throw error អញ្ចឹងនៅក្នុង get mapping home បើសិនបើអត់ដាក់អីដែរឲ្យចេញ home ដែរគឺយើងថែមជាលក្ខណៈនៀបចេះហើយថែមនេះមួយមកមានន័យថា slash today fail តមកយើងបាច់ stop ទេយើងចុចលើ restart អូខេ80 run ចូលមកផ្សារទៀត error ទៀតអត់អូខេវានឹងរោទៅកាន់ method home page អញ្ចឹង controller ណាអានេះប្រាប់ទៅកាន់ controller ថាទៅណាអូអញ្ចឹងឧទាហរណ៍ថាទៅ about វាទៅហៅអត់ឃើញអញ្ចឹងមកបន្ថែមឲ្យបន្តិចមកនៅក្នុងកូដហ្នឹងអញ្ចឹង annotation ថា get mapping slash about អញ្ចឹងអត់ទាន់បញ្ជូន parameter ទៅឲ្យទេនេះ return string h2 about page អញ្ចឹងជាដើមទៅ but h2 អញ្ចឹង method ទុកដែលអញ្ចឹងក៏បានដូរចេញក៏បានដែរសំខាន់មានន័យថានៅពេលដែលវារោពី browser មកថាបើវានឹងត្រូវថាខ្លួនវាត្រូវថាដឹងថាធ្វើ function អីអញ្ចឹងទុកចឹងក៏បានយើង restart បើនេះ enter អូខេ about page អូខេអញ្ចឹង success នៅក្នុងការបង្កើតអូដោយសារតែយើងនិយាយពី hello world អញ្ចឹងយើងកុំដាក់ hello world hello world មករៀនចឹងមេ hello world ចេញ hello world អូខេចប់រៀន